នេះសមីការដូចក្រេលំដាប់ខ្ពស់អញ្ចឹងឧទាហរណ៍ថា x គីបដក 3x ការ៉េដក 8x ដក 4 ស្មើ 0 អញ្ចឹងទី1យើងមើលថាតើសមីការរបស់យើងនឹងចាប់កតាបានអត់បើចាប់កតាបានលុះត្រាតែមើលពីមុខពីក្រោយមើលមានអីដូចគ្នាហើយផ្ដុំទៅចេញមានកតារួមអត់អញ្ចឹងឧទាហរណ៍ថាអ្នកគ្រូសាកចាប់កតាឲ្យមើលអញ្ចឹង x ការ៉េ x ដក 3 តែនេះមានលេខ 4 ដូចគ្នាអញ្ចឹងអ្នកគ្រូចាប់ដក 4 ជាកតាអញ្ចឹងសល់លេខ 4 អានេះសល់ 2x ដក 2 ដក 1ឃើញខុសគ្នាកតានេះហើយនឹងកតានេះអត់ដូចគ្នាអញ្ចឹងបើអត់ដូចគ្នាទេមានន័យថាយើងអត់អាចធ្វើតាមវិធីចាប់ផលគុណកតាបានទេអញ្ចឹងបើចាប់អត់បានទេគឺមានតែវិធីរកឬងាយឯងជាងត្រូវថាមើលថាតើតម្លៃលេខ x ស្មើប្រមាណដែលធ្វើឲ្យសមីការយើងស្មើ0វិធីរកឬងាយគឺអត់មានវិធីណាដែលនេះឲ្យយើងត្រូវតែជ្រើសរើសតម្លៃ x មួយចំនួនមកហើយយកមកចំនួនអញ្ចឹងមើលថាតើ x ស្មើប្រមាណធ្វើឲ្យតម្លៃរបស់យើងគឺស្មើ0អញ្ចឹងយើងរកតម្លៃ x តើ x ស្មើប្រមាណនាំឲ្យ f នៃ x របស់យើងហ្នឹងគឺស្មើ0អញ្ចឹងយើងយកមកគិតលេខហ្នឹងអញ្ចឹងយើងតេស្តពីលេខមកឧទាហរណ៍មើលលេខ1ព្រោះលេខមួយចំនួនគ្រាន់តែកលេខទៅយើងមើលទៅដឹងហើយបើយើងតេស្តលេខ1មានន័យថាបើយើងដាក់លេខ1នៅកន្លែងនេះលេខ1នៅកន្លែងនេះលេខ1នៅកន្លែងនេះវាអត់អាចស្មើ0ទេដោយសារអីអានេះដកធំជាងដកមានច្រើនកន្លែងអញ្ចឹងមានន័យថាដាក់លេខ1អត់កើតទេចុះបើដាក់លេខដក1ឬដក2អញ្ចឹងយើងសាកបើយើងយកដក2ទៅជំនួសវាចេញដក2គីបដក3គុណនឹងដក2លើជាការ៉េដក8គុណនឹងដក2ដក4យើងកណនាមើលថាតើវាចេញ0អត់ដក2លើជាគីប8ដក8នេះដកលើជាការ៉េបូកអញ្ចឹងវាទៅជា4 3ដងដក12អានេះដកគុណដកបូក16ដក4 0ណាអត់ទេយ៉ាងណាអញ្ចឹងបើអត់0ទេមានន័យថាដក2ក៏អត់កើតដែរអញ្ចឹងយើងត្រូវការធ្វើវិធីតេស្តមួយលេខ2លេខទៀតមកអញ្ចឹងយើងរើសលេខណាដែលអាចធ្វើឲ្យវាស្មើ0អញ្ចឹងដក2ក៏អត់កើតតឡើងដក3តឡើងដក4មើលបានអត់អញ្ចឹងរើសងាយគឺវាអាចមានតែប្រហែលលេខទេមានណាមានដក1មានដក3មានដក5ឯហ្នឹងធំផុតត្រឹម5ឯហ្នឹងចុះបើដក1ព្រោះនេះវាធំពេកអញ្ចឹងចង់ដឹងដក1បានឬអត់យើងតេស្តដក1មួយលេខទៀតមកដក1 3ដក1លើជាការ៉េ8ដក1ដក4ចឹងដក1លើជាគីបបានដក1នេះដក1លើជាការ៉េឃើញ1តែ1គុណនឹងដក3បានដក3នេះដកគុណដកបូកដកចឹងដក1ដក3ដក4ដក4មកដក4ឃើញដក8បូក8ហ៎ស្មើ0ណាចឹងស្មើ0អញ្ចឹងមានន័យថាអានេះគឺត្រឹមត្រូវអញ្ចឹងមកដល់កន្លែងនេះយើងត្រូវរកវិធីចែកវិធីហើយអញ្ចឹងឃើញថាដោយសារ x ស្មើដក1ដោយ x ស្មើដក1នោះ f នៃដក1ស្មើ0អញ្ចឹងគេបានកន្លែង x គីបដក 3x ការ៉េដក 8x ដក 4ហ្នឹងគឺអាចចែកដាច់ជាមួយនឹង x ដក1ហើយអញ្ចឹងបើចែកដាច់ជាមួយ x លេខនេះគឺត្រូវ x ដក alpha តែដល់ពេល alpha យើងគឺចេញដកដែរអញ្ចឹងវាទៅជាចែកដាច់ជាមួយនឹង x បូក1អញ្ចឹងអាហ្នឹងប្រច្រាស់គ្នាវិធីរក x បូក1នេះយើងមើលតាម x ដក1ហ៎បើយើងបោះដក1ទៅខាងនោះវាចេញទៅជាដក1បូក1ឃើញដករបស់มันនេះបូកអញ្ចឹងវាមានកតា x បូក1នៅក្នុងហ្នឹងឯងអញ្ចឹងមានន័យថា x គីបដក 3x ការ៉េដក
8x ដក 4 ហ្នឹងគឺចែកដាច់ជាមួយ x ដក 1 អញ្ចឹងធ្វើឲ្យមានកន្សោម x ដក 1 នៅក្នុងហ្នឹងអញ្ចឹងមកដល់នេះយើងត្រូវការចែកកតាចែកពហុធាតុដើម្បីរកកន្សោមមួយទៀតរបស់យើង 3x ការ៉េដក 8x ដក 4 ឬមួយក៏ម្យ៉ាងទៀតបើសិនជាយើងខ្ជិលចែកពហុធាតុគឺយើងអាចប្រើវិធីបន្ថែមបន្ថយតែលើអ្នកគ្រូចែកពហុធាតុឲ្យមើលសិនហើយចាំបន្ថែមបន្ថយអត់កន្លែងនេះយកមកចែកណា x បូក 1 ចេះយើងដឹងហើយពេលចែកត្រូវមើលមុខនេះអញ្ចឹង x គៀបចែកមួយ x បាន x ការ៉េគុណមកដាក់សញ្ញាផ្ទុយរហូតមកនេះ x ការ៉េអញ្ចឹងនេះបានដក x ការ៉េចឹងនេះបានដក 4x ការ៉េដក 8x អញ្ចឹងដក 4x ការ៉េចែកជាមួយ x វាបានដកបានទៅជាដក 4x នេះគុណមកបាន 4x ការ៉េអានេះគុណមកបានបូក 4x អញ្ចឹងនេះបានដក 4x ដក 4 អញ្ចឹងនេះអាចដាក់បានដក 4x ចែកមួយ x បានដក 4 ចឹងវាទៅជាអានេះគុណមកបាន 4 នេះគូលុបអក្រមនេះចោលទីនេះគុណមកបានទៅជា 4x ដកសេបូកគឺសំណល់សល់0ណាអញ្ចឹងមានន័យថានេះជាតួចែកនេះជាផលចែកអញ្ចឹងយើងអាចសេទៅជា x បូក 1 នេះកតា x ការ៉េដក 4x ដក 4 ស្មើ0កន្លែងនេះយើងទាញបានតម្លៃ x ដក 1 រួចហើយយើងមិនចាំទាញទៀតទេបន្ទាប់មកយើងគ្រាន់តែដោះស្រាយសមីការ x ការ៉េដក 4x ដក 4 ស្មើ0មកអានេះយើងបើដោះតាមណាក៏បានបំពេញការ៉េ data ករណីពិសេសបើចូលក៏ធ្វើមកបើអត់ទេគឺរក data អញ្ចឹងអ្នកគ្រូបំពេញការ៉េទៅលឿនអាមួយនេះបំពេញការ៉េលឿនអញ្ចឹងនេះត្រូវការ2ការ៉េត្រូវការ4អញ្ចឹងអ្នកគ្រូបោះអាដក 4 ហ្នឹងមកនេះអញ្ចឹងវាទៅជាបើយើងបំពេញទាំងសងខាងក៏បានឬមួយយើងថែមក៏បានបើគេមានដក 4 ទេអញ្ចឹងមានថានេះត្រូវដក 8 ស្មើ0អញ្ចឹង4ដក 8មិនចេញដក 4 មកវិញនេះលេខនេះគឺអ្នកគ្រូបន្ថែមបន្ទាប់មកអ្នកគ្រូអត់ធ្វើការ 8 ហ្នឹងឯងអញ្ចឹងបោះវា 8 មកខាងនេះទុកតែ x ការ៉េដក 4x បូក 4 បានណាបន្ទាប់មកនេះចូលរូបមុន a ដក b លើជាការ៉េស្មើ8លេខនេះអាចដាក់2ការ៉េហើយក៏បានបន្ទាប់មកបំពាក់រឹស x ដក 2 ស្មើបូកដករឹស 8អញ្ចឹង x របស់យើងគឺស្មើដក 2 របស់នេះ 2 បូកដក 8 អាចសេ2ឬ 2 អញ្ចឹងឃើញចម្លើយអញ្ចឹងដូចនេះសមីការមានរឹសទាំងអស់3គឺ x ស្មើដក 1 x ស្មើ2បូកដក 2 ឬ 2 អញ្ចឹងចម្លើយមានទាំងអស់គឺ3បើសិនជាយើងអត់ចែកពហុធាតុទេយើងអាចប្រើវិធីនេះបាននេះអ្នកគ្រូមកធ្វើលេខនេះឲ្យមើល x អាហ្នឹងករណីយើងអត់ចង់ចែកពហុធាតុធ្វើក្រោមនេះមករបៀប2នេះរបៀបទី1ចឹងរបៀប2យើងអត់ចាំបាច់ចែកពហុធាតុតែមើលឲ្យតន់ពួករបៀបនេះយើងត្រូវការបន្ថែមតិចទៅចែកជាមួយនឹង x មានន័យថាយើងរកទូចែកឲ្យឃើញសិនយើងរករឹសងាយនឹងឲ្យឃើញសិនអញ្ចឹងចែកជាមួយនឹង x បូក 1ព្រោះមិញយើងមានអីគេ f នៃដក 1 នាំឲ្យ x គីបដក 3x ការ៉េដក 8x ដក 4 ហ្នឹងគឺស្មើ0អញ្ចឹងយើងយកវាមកចែកជាមួយ x បូក 1 បាទនេះលេខ1ចែកមួយ x ដក 1 បាទនេះដក 1ចែកមួយ x បូក 1អញ្ចឹងនេះ
วิธีបន្ថែមបន្ថយយើងមើលតាមដឺក្រេខាងក្រោមដឺក្រេទី1តែលើនេះគឺដឺក្រេទី3អញ្ចឹងយើងមើលម្ដង2អញ្ចឹងផ្ដុំ2នេះសិនមកទៅមកចាប់ x ការ៉េជាកតាអញ្ចឹងពេលចាប់ x ការ៉េជាកតាវានៅសល់អីនៅសល់ x ចាប់ x ការ៉េចេញពី x គិតនៅសល់ x ក្រោយនេះគឺជាទូទៅដាក់ដូចភាគបែងx បូក1ដាក់ដូច x បូក1មកបន្ទាប់មកយើងគុណបញ្ចូលវិញចាប់កតាហើយយើងដាក់ដូចអានេះក្រោយតួមួយនេះយើងដាក់ដូចជាមួយនឹងភាគបែងអញ្ចឹងបន្ទាប់មកយើងគ្រាន់គុណមើលថាតើពេលយើងដាក់ទៅលើសឬខ្វះពេលគុណទៅបាន x ការ៉េតែរបស់យើងគឺអីគេដក 3x ការ៉េអញ្ចឹងមានន័យថាកន្លែងហ្នឹងយើងត្រូវបន្ថែមទៀតហើយអញ្ចឹងដើម្បីឲ្យចេញដក 3x ការ៉េរបស់យើងវិញតើយើងដាក់ដក 4x ការ៉េអញ្ចឹងចាប់ដក 4x ជាកតាហើយ It's 11 o'clock. តបមកក្រោយនេះដាក់បូក1ទៀតមកហើយគុណបន្តទៀតលើសអីដក 4x គុណ1បានដក 4x តែរបស់យើងដកប៉ុន្មានដក 8អញ្ចឹងតើដាក់ដក 4ទៀតហើយតែដាក់ដក 4ចាប់ x ជាចាប់ដក 4 នឹងជាកតាមកពេលបានអញ្ចឹងហើយយើងគុណបន្តទៀតបានដក 4បើយើងមានដក 4ស្រាប់ហ៎អញ្ចឹងមានន័យថាអស់ហើយបើអស់ហើយយើងសម្រួលយកដាច់ភាគបែងចឹងបាន x ការ៉េកតា x បូក1ចែកនឹង x បូក1យើងផ្ដាច់ភាគបែងចេញពីគ្នាលើ x បូក1ដកឲ្យ4កតា x បូក1ហ្នឹងចែកជាមួយ x បូក1អញ្ចឹងពេលដែលយើងផ្ដាច់ទៅលេខនេះសម្រួលបានណាសល់ x ការ៉េសម្រួលបានសល់ដក 4x សម្រួលបានសល់ដក 4ឃើញចេញហ្នឹងមកវិញណាចែកជាមួយ x បូក1បន្ទាប់មកយើងអាចគុណ x បូក1មកខាងនេះបានអញ្ចឹងវាចេញទៅជាតំណាងចែកស្មើជាមួយនេះតួចែកគុណមកនេះបានគុណជាមួយនឹងផលចែកអញ្ចឹងពីរវិធីហ្នឹងគឺសុទ្ធតែអាចពេលចង់ដោះស្រាយសមីការគាត់ឲ្យវាស្មើ0មកអញ្ចឹងបើយើងធ្វើតាមវិធីនេះគឺមិនបាច់ចាំចែកពហុធីទេតោះណាអញ្ចឹងបើចាប់កតាតមានន័យថាយើងត្រូវចាប់ x ដក 2 នឹងចេញសិនបន្ទាប់មកគិតថាបកនេះចេញហើយនៅសល់អីសល់ x ការ៉េចុះដកក្រោយនេះចេញនៅសល់ដក 4 ស្មើ0បន្ទាប់មកយើងឲ្យកតានីមួយស្មើ0មកអាហ្នឹងគឺករណីដែលដាក់កតាបាន x ស្មើ2 x ការ៉េដក 4 ស្មើ0អញ្ចឹងនាំមក x ការ៉េស្មើ4ហើយ x ហ្នឹងគឺស្មើបូកដកឬ4អញ្ចឹង x ស្មើបូកដក 2អញ្ចឹងដូចនេះ x របស់យើងគឺរកឃើញលឿនណាគឺ x ស្មើ2តែនេះគឺជាន់គ្នាអានេះ x ស្មើ2 1ហើយអានេះមាន x ស្មើបូក2ទៀតអញ្ចឹងរឹសរបស់យើងគឺមានតែ2ឯងអានេះករណីដាក់កតាបានឡូវមួយទៀតចំពោះករណីដាក់មើលដាក់កតាអត់ចេញណាខ្ទង់គោដាក់កតាអត់ចេញណាគោនេះគោករណីដាក់កតាអត់ចេញណាព្រោះចង់ឲ្យមើលដាក់កតាអត់ចេញណា x ស្វ័យគុណ4ដក x គីបដក 3x ការ៉េបូក x បូក2ស្មើ0ទី1មើលរឹសងាយសិនមើល x ស្មើប៉ុន្មានធ្វើឲ្យវាស្មើ0អានេះលេខវាស្រួលមើលអញ្ចឹង1ធ្វើឲ្យវាស្មើ0 1គីបដក3 1ការ៉េបូក1បូក2ហើយនេះ1ដក1ដក3បូក3អញ្ចឹងឃើញ0ណា
ចឹងមានន័យថា x សេគុណ4ដក x គីបដក 3x ការ៉េបូក x បូក 2 ហ្នឹងចែកដាច់ជាមួយនឹងលេខ1ចឹងណាចឹងចែកដាច់ជាមួយនឹង x ដក 1 ព្រោះនេះ x ស្មើ 1 នេះ x ស្មើ 1 នាំឲ្យ f នៃ 1 ហ្នឹងគឺស្មើ 0 ណាចឹងឥឡូវនេះយើងត្រូវជួសតេស្តមើលខ្លួនឯងចឹងយើងអាចដាក់ជា x ស្មើ 1 នាំឲ្យ f នៃ 1 ស្មើ 0 អញ្ចឹងនោះ x សេគុណ 4 ហ្នឹងចែកដាច់មួយ x ដក 1 អញ្ចឹងយើងអាចយកវាមកធ្វើប្រមាណទីចែកមកតែអត់ចង់ចែកពហុធាតុអញ្ចឹងណាបើអត់ចង់ចែកពហុធាតុយើងគ្រាន់ធ្វើតាមវិធីបន្ថែមបន្ថយដល់មិញណាស្មើអញ្ចឹងមើលពី 2 អញ្ចឹងយើងគិតថាយើងបដុំពីមុខហើយចាប់ x គីបជាកតាមកនៅសល់អី x គីបជាកតាអញ្ចឹង x គីបជាកតាត្រូវនៅសល់ x ដក 1 មានលើសមានខ្វះអត់វាដក x គីបរបស់គេស្រាប់អញ្ចឹងយើងអាចចាប់តទៀតអានេះអត់មានលើសទេព្រោះយើងគុណ x គីបទៅវាដក x គីបស្មើរបស់គេស្រាប់អញ្ចឹងវានៅសល់ដក 3x ការ៉េនេះអញ្ចឹងយើងត្រូវមើលថាដក 3x ការ៉េយើងបដុំមក2ក្រោយម្ដងមិនយើងបដុំមក2មុខឡើយយើងមកបដុំមក2ក្រោយx គីបដក 3x ការ៉េអញ្ចឹងបើបដុំ2ក្រោយគឺយើងមើលនេះក្រុមដឹក x ទេអញ្ចឹងមានថាដើម្បីបាន x តើយើងចាប់អីគេជាកតាមើលពីអាតួមុខនេះណាតើចង់បាន x តើយកដក 3 ចេញហើយយក x 1 ចេញអញ្ចឹងមានន័យថាមកដល់ក្រោយនេះគឺយើងត្រូវចាប់3x ជាកតាអញ្ចឹងចាប់ 3x អញ្ចឹងមើលមកតួកដាលនេះពេលយើងចាប់ 3x ជាកតានៅសល់អីនេះលេខនេះអញ្ចឹងវាមិននៅសល់ x អញ្ចឹងដាក់ x មកតែភាគបាយមិនបានដាក់ប៉ុណ្ណឹងមកបាច់ខ្វល់ទេចាំលើសខ្វះយើងថែមតាមក្រោយបន្ទាប់មកយើងគុណអានេះបញ្ចូលមើលថាតើវាលើសប៉ុន្មានដក 3x គុណដក 1វាបាន 3x តែរបស់យើងមានតែប៉ុន្មាន x បើយើងមានតែ x ទេអញ្ចឹងចង់បាន x មកវិញដោយសារនេះគុណទៅបាន 3x បាន x អញ្ចឹងលើសរបស់គេ2ហើយអញ្ចឹងត្រូវដក 2 ចេញមកវិញអញ្ចឹងដក 2 កតា x ដក 1 ហើយបន្ទាប់មកតេស្តមើលត្រូវអត់ដក 2 គុណដក 1 បានបូក 2 មកវិញណាអញ្ចឹងអស់ហើយឡើងលើសឡើងខ្វះហើយអញ្ចឹងនេះយើងអាចសេទៅជា x គីប x ដក 1 លើ x ដក 1 ដក 3x កតា x ដក 1 លើ x ដក 1 ហើយបន្ទាប់មកផ្ដាច់ឲ្យសម្រួលមកឡើយណាដូចគ្នាសម្រួលចោលបានអញ្ចឹងសល់ x គីបដក 3x ដក 2 តែនេះនឹងចេញមកពី x សេគុណ 4 x សេគុណ 3 ដក 3x ការ៉េបូក x បូក 2 ហ្នឹងទៅចែកជាមួយនឹង x ដក 1 បន្ទាប់មកយើងអាចគុណភាគបាយហ្នឹងទៅខាងស្ដាំបានគុណមកវាទៅជា x ដក 1 មានថាគុណអានេះឡើងមកលើនេះបាននេះចឹងវាទៅជាកតាឲ្យ x គីបដក 3x ដក 2 ក៏ប៉ុន្តែយើងឃើញថាសមីការនេះវានៅជាប់អីគេដឺក្រេទីម៉ានដឺក្រេទី1ហើយនេះដឺក្រេទីម៉ានទី3ទៀតអញ្ចឹងបើវានៅជាប់ដឺក្រេទី3យើងត្រូវទៅមើលទៀតថាតើ x គីបដក 3x ដក 2 ហ្នឹងមានឬហើយទៀតអញ្ចឹងមកតង់ឲ្យត្រូវបែកតម្តងទៀតអញ្ចឹងរករឿងងាយម្ដងទៀតអញ្ចឹងយើងឃើញថាយើងមកគិតអានេះម្ដង x គីបដក 3x ដក 2 ហ្នឹងរឿងងាយរបស់វាប៉ុន្មានសាក់យក2ទៅជួសមក2គីបដក 3 គុណនឹង2ដក 2 2គីប 8នេះដក 3 ដក 6 ដក 2 ស្មើ0ណាអញ្ចឹងមានន័យថាកន្សោម x គីបដក 3x ដក 2 ហ្នឹងគ្រូតាំងលេខនេះ1បន្ទាប់មកយកអាហ្នឹងមកគិតទៀតអញ្ចឹង x គីបដក 3x ដក 2 ចែកដាច់ជាមួយនឹង x លេខនេះ f នៃ 2 ស្មើ0មាន f នៃ 2 f នៃ 2 ស្មើ0មានន័យថាវាមកពី x ស្មើ 2 ដែលមកពី x ស្មើ 2 មានន័យថានៅក្នុងហ្នឹងបើយើងបោះ 2 មកនេះ
ចឹងវាចេញទៅជា x ដក 2 អញ្ចឹងតួចែករបស់យើងគឺ x ដក 2 ហើយបន្ថែមណាអញ្ចឹងមើលពីមុខពីក្រោយ x គីបអញ្ចឹងចាប់ x ក្រេជាកតានៅសល់ x ដក 2 ហើយរបស់គេអត់មាន x ក្រេផងអញ្ចឹងបើអត់មាន x ក្រេគុណទៅវាលើសដក 2x ក្រេអញ្ចឹងត្រូវបូក 2x ក្រេមកវិញហើយបើបូក 2x ក្រេគឺត្រូវចាប់ 2x ជាកតាទៀតឲ្យសល់ x ដក 2 ទៀតនេះពេលយើងគុណបញ្ចូលនេះបានដក 2x ក្រេនេះគុណបញ្ចូលទៅបាន 2x ហើយគុណអានេះទៅមួយទៀតអញ្ចឹងដក 4x តែរបស់គេដក 3x ទេអញ្ចឹងយើងត្រូវបូក x បន្ថែមវិញអញ្ចឹងបន្ថែម x ដក 2 យកមកដូចគ្នាចឹងអ្នកមានលើមានខ្វះឲ្យទូទាត់មកពលាតទៅនឹងចេញទៅជា x គីបដក 3x ដក 2 មកវិញហើយអញ្ចឹង x ដក 2 ហើយផ្ដាច់មក x ក្រេ x ដក 2 លើ x ដក 2 បូក 2x កតា x ដក 2 ចែកនឹង x ដក 2 ហើយសម្រួលមកសល់អីសល់ x ក្រេបូក 2x បូក 1អញ្ចឹងយើងយកអាហ្នឹងយកទៅចំនួននៅក្នុងផ្កាយវិញតែមុននឹងចំនួនហ្នឹងយើងគុណរោផគុណវាសិនមកអញ្ចឹង x គីបដក 3x ដក 2 ហ្នឹងទៅស្មើជាមួយ x ដក 2 កតា x ក្រេបូក 2x បូក 1អញ្ចឹងមានន័យថាតាមផ្កាយយើងត្រូវយកអានេះទៅជួសមានន័យថាកន្លែងម្ដុំនេះអាចសេទៅជា2នេះបានអញ្ចឹងគេបានអាសេ x សគុណ4ដក x គីបដក 3x ការ៉េបូក x បូក 2 ហ្នឹងអាចស្មើនឹងនេះ x ដក 1 ដាក់មកវិញទៅគុណនឹង x គីបដក 3x ដក 2 លើ x គីបដក 3x ដក 2 ហ្នឹងគឺស្មើមកក្រុមនេះអញ្ចឹង x ដក 2 កតា x ការ៉េបូក 2x បូក 1 ស្មើ 0 ហ្នឹងជាសមីការរបស់យើងហើយអញ្ចឹងយើងដឹងហើយ x ដក 1 ស្មើ 0 នាំ x ស្មើ 1 x ដក 2 ស្មើ 0 អញ្ចឹងនាំ x ស្មើ 2 តែមិនដឹងយើងរកឬងាយវាហើយមិនបាច់ទាញមកទៀតក៏បានដែរ x ការ៉េបូក 2x បូក 1 ចូលទម្រង់សមីការចូលទម្រង់រូបមន្តនេះ a ការ៉េបូក 2 ដង ab បូក b ការ៉េអញ្ចឹងទៅជា x បូក 1 លើជាការ៉េស្មើ 0 អញ្ចឹងនោះយើងអាចទាញបានតែការ៉េស្មើ 0 ឲ្យតែក្រុមនេះស្មើ 0 បានហើយអញ្ចឹងនាំឲ្យ x ហ្នឹងគឺស្មើដក 1អញ្ចឹងសមីការដឺការ៉េទី 4 នេះដោយសារនេះមានរឹសដុំអញ្ចឹងសមីការយើងគឺមានរឹសតែ3គឺ x ស្មើដក 1 x ស្មើ 1 ហើយ x ស្មើ 2ចប់អញ្ចឹងមានន័យថានៅក្នុងនេះគឺមាន3ប្រភេទខុសគ្នាទី1គឺយើងធ្វើតាមប្រមាណវិធីចែកពហុធាតុទី2គឺធ្វើតាមប្រមាណផលគុណកតាទី3អានេះគឺរបៀបប្រើផលគុណកតាដែរតែយើងអត់ចែកពហុធាតុទេយើងរករឿងងាយហើយយើងយកមកបំបែកអញ្ចឹង3វិធីហ្នឹងធ្វើមួយណាក៏បានដែរ